còn anh chui nay non chung tịch bàn đấy nay non còn ai nữa nhưng chung long mà lái hay trong ca nghe đại sơ ca smart chặt mới nhóm hiện ra cái hai nhóm thịt cá nhưng chia đi sót bạc năm tỷ buôn nó có chia lại phải nhà sát phải chụp bom nó sơ ca smart chặt thì thiên mầm rồng rất xa chụp bạc nhà support the LGBT Cambodia lại có support to LGBT rất xa này chụp bạc từ ai này sản xuất được nhiều hay rất xa này chụp bạc với cái khai của của dương miền là account Facebook group muối đây có xe chia sau mai đó rất xa chụp bạc từ nhà nắng hai nó hệ được nhiều đây nó không group nó hiện ra cứ chia này sản xuất được nhiều để con chỉ dùng chuồn này còn tác trong nó có miền này là con làm việc tôi như này cô nón nó cứ dương ao con nó ở trên này rồi qua nhà ha ở rộng thằng ca ở vài chất bạn chất thằng óc ao con ở trên nó tam đẹp với nó chơi lẹ nè friendly chứ cái bông lái nó cứ bông front hay năng bông tàn à tại con chia nè cao cũng bông từng phật hay quạt bàn chia dùng phật chân tới và tọa máu comment thấy chia dùng ao member nó có to lao cho thì một kia nó tọa máu thiết member thằng nó chập đam add được luôn ai nên thay dân đã option nên quạt add member luôn ai bán chứ còn chập đam add hay còn chập đam của mìnhแล้วไปจุบันนี้គឺយើងគ្រាន់តែ follow up ទេគាត់តាមមើលគាត់ថាគាត់ comment នៅគ្នាមិនឲ្យមើលទៅលើសំណួរណាខ្លះដែលថាមើលថាណាគេដែលអាចមានបញ្ហាទាំងផ្លូវចិត្តបញ្ហាទាំងផ្នែកផ្លូវច្បាប់នោះយើងទៅ comment ហើយនឹងឆាតតជាមួយគាត់ហ្មងអញ្ចឹងពេលខ្លះនៅពេលដែលយើងទៅ comment មួយគាត់អញ្ចឹងធ្វើឲ្យគាត់នឹងចាប់ដើមមានអារម្មណ៍ទុកចិត្តលើយើងមានភាពកក់ក្ដៅមួយយើងហើយដោយសារតែបងតាណាហើយនឹងខ្ញុំមិនដែរក៏ជាអ្នកសាច់គ្រីគ្នាដែរអញ្ចឹងគាត់មានអារម្មណ៍ថាទុកចិត្តយ៉ាងច្រើនជាងអ្នកធម្មតាហើយមិនហ្វ្រតដោយសារតែគាត់ធ្វើការលើនឹងយូរហើយគាត់ចាប់យល់ពីទឹកចិត្តcủaគាត់អញ្ចឹងនៅពេលដែលទៅចែកគ្នាទៅក៏មានអារម្មណ៍កក់ក្ដៅអញ្ចឹងគាត់មានទំនុកចិត្តក្នុងការបង្ហាញរាល់បញ្ហាទាំងបញ្ហាផ្នែកស្នេហាទាំងផ្នែកហើយគ្រួសារហើយនិងផ្នែកពាក់ព័ន្ធផ្លូវច្បាប់អ្នកខ្លាញ់ភេទដូចគ្នាភាគច្រើនត្រីដែលខ្លាញ់ត្រីហ្នឹងគឺគាត់ប្រឈមជាមួយផ្នែកផ្លូវច្បាប់ភាគច្រើនគឺពុកម្ដាយព្យាយាមបែកហើយចូលប្រកាន់គាត់ពីបទជួញដូរមនុស្សពីបទរួមភេទជាមួយនឹងអនិច្ចជនពីបទចាប់ចម្រិតជាដើមតែខ្ញុំថ្មីឆ្នាំចុងឆ្នាំ2014នេះគឺខ្ញុំទទួលខេសនឹងខ្លួនឯងហ្មងគឺគាត់ស្រឡាញ់គ្នាហើយខាងស្រីហ្នឹងគាត់ចេញផ្ទះមកនៅជាមួយនឹងខាងថមប្រួយហ្នឹងស្រីដែលគាត់តែងខ្លួនពីប្រុសហ្នឹងហើយបានតាទៅខេត្តដើម្បីរកកន្លែងរកស៊ីគាត់អាយុលើស18ឆ្នាំអស់ហើយប៉ុន្តែពុកម្ដាយខាងស្រីហ្នឹងបានប្តឹងឲ្យចាប់ប្រកាន់គាត់ហ្នឹងថាគាត់ហ្នឹងចាប់ចម្រិតខាងស្រីអញ្ចឹងមានការចាប់ចងបញ្ជូនមកខាងក្រសួងហាផ្ទៃទៀតអញ្ចឹងវាជាឧទាហរណ៍មួយដែលយើងអាចស្គាល់ពួកគាត់តាមរយៈ Facebook ហ្នឹងជជែកគ្នាអញ្ចឹងនៅបញ្ហាមុំគឺយើងអាចភាសាក្នុងការផ្លាស់ប្ដូរយោបល់គ្នាហើយឲ្យគាត់ជាអ្នកសម្រេចចិត្តដោយខ្លួនគាត់ហើយបើក្នុងករណីដែលគាត់ចង់ជួបយើងផ្ទាល់គឺយើងជួបគាត់ផ្ទាល់តែម្ដងអាចប្រាប់បងបានអីមិនបានជាទីការចាប់ផ្ដើមចូលធ្វើការតាក់ទងvớiរឿងងតស៊ូមតិតាក់ទងមួយសិទ្ធិរបស់ LGBT និយាយសាមញ្ញទៅខ្ញុំគឺជាមនុស្សដ៏សាមញ្ញម្នាក់តែហើយខ្ញុំធ្វើការទៅលើទាំងអស់ហ្នឹងគឺតាក់ទងនឹងការប្រម៉ូទការព្យាយាមលើកកម្ពស់និងជ្រាបអំពីសិទ្ធិមនុស្សហ្នឹងការពារទៅដល់អ្នកផ្លាច់ចិត្តដូចគ្នាហើយនឹងការតស៊ូមតិពីព្រោះដោយសារតែខ្ញុំជាមនុស្សសាមញ្ញម្នាក់ហើយខ្ញុំជាអ្នកផ្លាច់ចិត្តដូចគ្នាខ្ញុំមើលឃើញខ្លួនឯងសាមញ្ញបែបហ្នឹងអញ្ចឹងខ្ញុំគឺគ្រាន់តែចង់ឈរការពារមនុស្សដ៏សាមញ្ញផ្សេងទៀតដែលគាត់រងអំពើហិង្សាគ្រប់ប្រភេទគ្រប់រូបភាពហ្នឹងទី2បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាខ្ញុំជាអ្នកមើលឃើញខ្លួនឯងថាអ្នកដែលខ្លាចភេទដូចគ្នាហើយគាត់ងើបឈរដើម្បីការពារសិទ្ធិមនុស្សហ្នឹងគឺនៅមានតិចអញ្ចឹងបើខ្ញុំមិនក្រោកឈរចាប់ពីខ្លួនឯងទេតើអ្នកណាគេអាចជួយ support យើងបានវាជារឿងសាមញ្ញមួយក្នុងគោលបំណងយើងគឺយើងចង់
ឲ្យមានអ្នកដែលការពារសិទ្ធិមនុស្សសកម្មជនសិទ្ធិមនុស្សនៅឲ្យបានច្រើនអញ្ចឹងមានតែខ្លួនឯងចាប់ដើមពីខ្លួនឯងទៅមួយទៀតដោយសារតែអ្នកផ្សេងភេទដូចគ្នាបច្ចុប្បន្នគឺគាត់មិនទាន់ត្រូវបានគេការពារដូចជាមនុស្សផ្សេងទៀតទូទៅដូចជាប្រជាពលរដ្ឋខ្មែរទូទៅឯងជាកូនសិស្សនៅសាលាគាត់នៅតែប្រឈមការរើសអើងនៅកន្លែងការងារក្នុងនាមជាបុគ្គលិកម្នាក់គាត់នៅតែមានការរើសអើងហើយខណៈពេលដែលគាត់មានសមត្ថភាពគាត់ទៅដាក់ពាក្យការងារនៅតែមានគេរើសអើងនឹងការបែងចែកគាត់ដោយផ្ដោតទៅលើ gender និង ភេទគាត់ហើយនឹងសេវាសុខភាពសេវាសង្គមផ្សេងទៀតតែមានមនុស្សមួយចំនួនគាត់នៅតែរើសអើងដោយសារតែគាត់មិនយល់អំពីស្ថានភាពនិងបរិបទរបស់ LGBT ហើយគិតថាវាមិនមែនជារឿងធម្មជាតិនៃការស្រឡាញ់តែគាត់ផ្អែកទៅលើផ្នែកកំណត់សង្គមថាប្រុសកើតមកត្រូវតែស្រឡាញ់ស្រីស្រីកើតមកត្រូវតែស្រឡាញ់ប្រុសដែលជាតាមការពិតហ្នឹងអ្នកស្រឡាញ់ភេទដូចគ្នាគាត់មាននៅក្នុងលើលោកហ្នឹងមែនហើយគឺគាត់កើតចេញពីអ្នកដែលស្រឡាញ់ភេទផ្ទុយគ្នាហ្នឹងតែម្ដងហើយអារម្មណ៍ស្រឡាញ់ហ្នឹងគឺយើងខ្លួនឯងយើងជាអ្នកដឹងទោះជានរណាប្រាប់ថាអ្នកឯងទៅស្រឡាញ់ប្រុសទៅបើយើងជាស្រីប៉ុន្តែយើងដឹងថាយើងស្រឡាញ់ស្រីវាមិនខុសពីអ្នកខ្លះគឺថាចេះតែខ្ញុំសួរទៅគេថាចេះថាចូលបើគេបង្ខំឲ្យស្រឡាញ់មនុស្សគាត់ហ្នឹងមនុស្សប្រុសហ្នឹងបង្ខំឲ្យស្រឡាញ់មនុស្សប្រុសដូចគ្នាគាត់ទៅរួចអត់គាត់ថាគាត់អត់ទេហើយខ្ញុំសួរគាត់ទៀតថាអ្នកណាអ្នកប្រាប់ឲ្យបងឯងហ្នឹងស្រឡាញ់មនុស្សស្រីគាត់ថាប្រហែលជាម៉ាក់គាត់ដឹងខ្ញុំសួរថាចេះចុះបើម៉ាក់បងឯងឲ្យបងឯងស្រឡាញ់មនុស្សប្រុសដូចគ្នាបងឯងទៅរួចអត់តែកាលណាយកកាលបងឯងទៅរួចគេមានលុយច្រើនហើយគេដូចស្រីស្រាយខ្ជូតចងំហ្នឹងហើយគេវះកាត់អីមកកំ plei ដូចស្រីចឹងខ្ញុំថាគាត់ថាជាបានប៉ុន្តែមានចិត្តគាត់ដឹងខ្លួនគាត់ថាគាត់នៅស្រឡាញ់ស្រីអូខេហើយចុះពេលទីការធ្វើការតទៅមួយការតស៊ូមតិរឿង LGBT ហ្នឹងជួបប្រទះបញ្ហាប្រឈមអីខ្លះកន្លងមកបញ្ហាប្រឈមតខ្លួនណាតាមពិតរាល់ថ្ងៃនេះខ្ញុំសូមខកចម្លើយខាងលើនេះព្រោះខ្ញុំអត់ទាន់ចង់អញ្ចឹងនៅពេលដែលខ្ញុំឈរក្នុងនាមការពារសិទ្ធិមនុស្សជាទូទៅក្នុងភាពជាមនុស្សហ្នឹងពួកខ្ញុំគឺបានឈរការពារទៅលើក្រុមផ្សេងទៀតក្រុម sector ផ្សេងទៀតដែលគាត់មានការរើសអើងដែរគ្រប់ sector ទាំងអស់ដែលគាត់ធ្វើការលើ child women disability ហើយជាពិសេសជាក្រុមដែលគាត់មានសម្លេងតិចហើយមានការរើសអើងខ្លាំងឬក៏ត្រូវសង្គមហ្នឹងអាចថាផ្លិចឧទាហរណ៍ដូច drug user people មនុស្សដែលរស់នៅក្នុងពន្ធនាគារជាសិស្សស្ត្រីដែរហ្នឹងកុមារហើយនឹងពិការផងដែរអញ្ចឹងនៅមានមនុស្សក្រុមផ្សេងទៀតអញ្ចឹងពលការងាររបស់យើងនៅពេលដែលយើងឈរមើលមនុស្សក្នុងនាមជាមនុស្សហើយយើងឈររួមជាមួយនឹងក្រុមផ្សេងទៀតអញ្ចឹងយើងមានភាពរឹងមាំហើយការតស៊ូមតិរបស់យើងហ្នឹងគឺវានឹងមានរយៈពេលវែងព្រោះយើងជឿថាការផ្លាស់ប្ដូរនៅផ្នែកគំនិតមនុស្សពីការរើសអើងទៅលើពីការរើសអើងតែផ្ដោតទៅលើការស្រឡាញ់វិញពីការស្អប់ទៅការស្រឡាញ់វិញគឺមានរយៈពេលវែងអញ្ចឹងនៅពេលយើងឈរលើផ្នែកគំនិតហ្នឹងហើយឈររួមគ្នាជាមួយអ្នកផ្សេងដែលយើងចាប់ដើមពីខ្លួនយើងការពារអ្នកផ្សេងហើយអ្នកផ្សេងក៏ការពារយើងទៅជាមួយគ្នាពេលហ្នឹងព្រលឹងហ្នឹងគឺអត់ងាយបាត់បង់ទេអញ្ចឹងឆ្លើយសំណួរទី3បងគឺថាតើនៅពេលដែលធ្វើការលើសកម្មជនអ្នកផ្សេងដូចគ្នាហ្នឹងតើមានការប្រឈមនឹងផលលំបាកអីខ្លះមានបច្ចុប្បន្នអ្នកផ្សេងដូចគ្នាដែលគាត់ជាមានបទពិសោធន៍ច្រើនហ្នឹងចំណាស់ជាងយើងហ្នឹងគាត់ហាក់ដូចជាផ្លេចក្នុងការចែកម្លែកមកដល់ពួកយើងអញ្ចឹងយើងនៅមានបញ្ហាទំនាក់ទំនងរវាងគ្នាណានៅហើយមួយទៀត
ជននោះឬក៏គាត់ជាសកម្មជនដែលធ្វើទៅលើ gender នឹងដែរនឹងគាត់នៅទាន់យល់ច្បាស់អំពីអ្វីទៅហៅថា 4G ដែលភាសាអង់គ្លេស sexual orientation gender identity and gender expression នឹងមានការភេទអត្តសញ្ញាណ gender ហើយនឹងការបង្ហាញអំពីអត្តសញ្ញាណ gender 4G គឺជាគំនិតសិទ្ធិមនុស្សមួយដែលឆ្លុះបញ្ចាំងទៅលើមនុស្សទូទៅដ៏សាមញ្ញមួយប៉ុន្តែគ្រាន់តែពួកយើងព្យាយាមទាញវាមកឆ្លុះបញ្ចាំងមកអ្នកខ្លាញ់ភេទដូចគ្នាជាឧទាហរណ៍កន្លែងនេះបន្តិចគឺនិន្នាការភេទគឺផ្ដោតទៅលើអារម្មណ៍នៃការស្រឡាញ់នឹងអញ្ចឹងអារម្មណ៍នៃការស្រឡាញ់ហ្នឹងយើងព្យាយាមបង្ហាញគាត់ថាវាកើតឡើងពីធម្មជាតិហើយធម្មជាតិហ្នឹងជាអ្វីដែលកើតឡើងដោយឯងអញ្ចឹងមនុស្សគ្រប់គ្នាគឺគាត់មានក្តីស្រឡាញ់ហ្នឹងតាំងពីកំណើតមកតាំងពីកើតមកតែគាត់ក្តីស្រឡាញ់ហ្នឹងវាប្រភេទខុសៗគ្នាsexual orientation គឺសំដៅលើក្តីស្រឡាញ់បែបជាដៃគូដែលយើងចាប់ដើមដឹងខ្លួនយើងចាប់ពីអ្នកខ្លះអាយុតាំងពី10ឆ្នាំអ្នកខ្លះអាយុតាំងពីថ្នាក់គេប្រាប់ខ្ញុំថាថ្នាក់ទី1យើងក៏ដឹងច្បាស់ដែរដល់ពេលគេនិយាយថាថ្នាក់ទី1ប៉ុន្តែសម្រាប់យើងអារម្មណ៍នៃការស្រឡាញ់ហ្នឹងជាអារម្មណ៍នៃការជាអារម្មណ៍នៃការស្រឡាញ់នៃជាដៃគូដែលវាកើតចេញពីបេះដូងរបស់យើងនៃការស្រឡាញ់ភាពកក់ក្ដៅការមើលថែគ្នាទៅវិញទៅមកហ្នឹងការយល់ចិត្តគ្នារួមជាមួយនឹងអារម្មណ៍ផ្លូវភេទទៅជាមួយផងជាលក្ខណៈពាក្យខ្មែរហៅថាក្តីប្រពន្ធហ្នឹងហើយមួយទៀតជា gender identity ដែលមនុស្សម្នាក់ៗហ្នឹងគាត់កើតមកហ្នឹងគាត់ជាអ្នកកំណត់នៅអាកប្បកិរិយានិងចរិតលក្ខណៈនឹងការចូលចិត្តរបស់គាត់និងការមិនចូលចិត្តរបស់គាត់ខ្លួនគាត់ដឹងខ្លួនគាត់តែម្ដងទាំងការស្លៀកពាក់ទាំងការចូលចិត្តញ៉ាំអីហ្នឹងវាជាឧទាហរណ៍ដ៏សាមញ្ញមួយអញ្ចឹងមនុស្សទាំងអស់គ្រប់គ្នាសុទ្ធតែមានបែបហ្នឹងហើយវាកើតចេញពីធម្មជាតិរបស់បុគ្គលម្នាក់ៗហើយវាមានភាពខុសៗគ្នាទោះជាគាត់កូនភ្លោះក៏ដោយអញ្ចឹងបកមកវិញធម្មជាតិបង្កើតមនុស្សមកអញ្ចឹងហើយវាមានជីវិតដ៏សាមញ្ញអញ្ចឹងអា concept នេះគឺមនុស្សម្នាក់ៗដែលពេលគាត់មាន gender identity ខុសៗគ្នាហ្នឹងអត្តសញ្ញាណខុសៗគ្នាហ្នឹងគាត់គួរតែមានសិទ្ធិក្នុងការបង្ហាញវាអារម្មណ៍ស្រឡាញ់របស់គាត់ក៏មានសិទ្ធិក្នុងការស្រឡាញ់អញ្ចឹងហេតុយើងអញ្ចឹងមនុស្សគ្រប់គ្នានោះគួរតែគោរពវាសម្រាប់បុគ្គលម្នាក់ហ្នឹងហើយបុគ្គលម្នាក់ហ្នឹងកុំឲ្យតែធ្វើបាបឬក៏ទៅសម្លាប់ឬទៅបង្ខំអ្នកផ្សេងហ្នឹងឲ្យមកធ្វើដូចគាត់វាជាភាពឆ្លុះបញ្ចាំងដ៏សាមញ្ញមួយអញ្ចឹងដោយសារតែសកម្មជនសិទ្ធិមនុស្សភាគច្រើនក៏អត់យល់ពីបរិបទហ្នឹងសាមញ្ញធម្មជាតិដ៏សាមញ្ញរបស់មនុស្សម្នាក់ៗហើយជាពិសេសឆ្លុះបញ្ចាំងមកអ្នកផ្លាញ់ភេទដូចគ្នាអញ្ចឹងនៅពេលដែលគាត់មកធ្វើការជាមួយពួកយើងក៏អត់សូវយល់ហើយពេលខ្លះគឺគាត់ច្រានពួកយើងចេញទៀតអ្នកណាអ្នកច្រានចេញវាមិនមែនថាអ្នកណាជាច្រានអ្នកណាដែលច្រានចេញគាត់មានអារម្មណ៍ថាជាលក្ខណៈបដិសេធជាមួយយើងឧទាហរណ៍ថានៅពេលដែលមានករណីកើតឡើងចំពោះអ្នកផ្លាញ់ភេទដូចគ្នាដោយសារតែមូលហេតុនៃការរើសអើងមិនមែនដោយសារតែសកម្មភាពដែលគាត់ធ្វើនោះខុសនឹងច្បាប់ទេប៉ុន្តែដោយសារសកម្មភាពនៃការរើសអើងបង្កើតឲ្យមានបទល្មើសហ្នឹងអញ្ចឹងអង្គការមួយចំនួនដែលគាត់ធ្វើការទៅលើផ្នែកច្បាប់ដែរប៉ុន្តែគាត់អត់ទទួលយកករណីយើងទេគាត់ថាមិនត្រូវក្រៅជ្រាបរបស់គាត់ប៉ុន្តែសម្រាប់ខ្ញុំគិតថានៅពេលដែលគាត់កាន់ខាងច្បាប់តែគាត់ធ្វើការពារទៅលើសិទ្ធិមនុស្សហើយអ្នកផ្លាញ់ភេទនេះដូចគ្នាក៏ជាមនុស្សដែរអញ្ចឹងគាត់គួរតែយ៉ាងហោចណាស់ក៏គាត់ព្យាយាមកាយឡើងទៅលើផ្នែកច្បាប់ឲ្យពួកយើងដែរហើយជាឧទាហរណ៍ដូចជានៅពេលដែលនិយាយអំពី gender គេច្រើនគាត់និយាយ gender តែបុរសប្រុសហើយនឹងស្រីចុះអ្នកផ្លាញ់ភេទដូចគ្នាគាត់កំណត់ប្រុសហើយនឹងស្រីហ្នឹងក៏កំណត់បែបម៉េចបែបផ្នែកជីវសាស្ត្រឬក៏ផ្នែកសង្គមផ្នែកជីវសាស្ត្រវាមានពាក្យពេទ្យណាមិនមែនខ្ញុំនិយាយពាក្យពេទ្យខ្លួនគាត់ទេពេទ្យគេថាកើតមកមានញីហើយនឹងឈ្មោលហើយមួយទៀតអភេទតែគាត់មានភេទច្បាស់លាស់ហ្នឹងអញ្ចឹងសួរគាត់នៅតែជាមនុស្សហើយនៅតែប្រជាជនខ្មែរអត់គាត់នៅតែប្រជាជនខ្មែរ
gender បរិហានស្ត្រីខ្ញុំជាមនុស្សស្រីឆ្លាញ់ស្រីមនុស្សស្រីឆ្លាញ់ស្រីប៉ុន្តែចិត្តខ្ញុំប្រុសខ្ញុំតុបតែងខ្លួនជាមនុស្សប៉ុន្តែនៅពេលខ្ញុំរងអំពើហិង្សាគេអត់និយាយរឿងខ្ញុំប៉ុន្តែវាបច្ចុប្បន្នវាល្អដែរដែលក្រសួងកិច្ចការនារីគាត់បានចូលអ្នកឆ្លាញ់ភេទដូចគ្នាចូលក្នុងនៃរដ្ឋនៈ4ឬក៏ National Action Plan ណាហើយគេចាប់ដើមលើកនិយាយអំពី LGBT ប៉ុន្តែវានៅតែជាបញ្ហាប្រឈមដោយសារតែគាត់អត់ទាន់យល់នៅពេលដែលគាត់និយាយទៅខុសពីបរិបទរបស់ពួកយើងហ្នឹងហើយចុះត្រីការផ្ទាល់មានធ្លាប់ជួបប្រទះអំពើហិង្សាអីខ្លួនឯងអំពើហិង្សាឬក៏ការរើសអើងពីសំណាក់អ្នកណាអ្នកនៅជំនាញខ្លួនឬក៏សហគមន៍អញ្ចឹងធ្លាប់មានទេមានថ្មីហ្នឹងហ្មងរបួសជើងទៅពេទ្យដុកទ័រហ្នឹងគាត់ឆ្លោះជើងឆ្អឹងជើងខ្ញុំហើយគាត់ហៅម៉ាក់ខ្ញុំទៅសួរគាត់ថាប្រុសហើយស្រីម៉ាក់ខ្ញុំថាស្រីកូននឹងរៀនអត់ថ្នាក់ណាហើយម៉ាក់ខ្ញុំឆ្លើយថារៀននៅសាកលវិទ្យាល័យហើយចុះហេតុអីក៏បដ ாய் ឲ្យកូនដើរផ្លូវខុសអញ្ចឹងនៅតន់នៅក្មេងកាយវាហើយអញ្ចឹងនៅពេលហ្នឹងនៅពេលជីត្រឡប់មកវិញហ្នឹងម៉ាក់ខឹងខ្ញុំមែនតើគាត់ខឹងខ្ញុំហើយគាត់រករឿងឆ្លោះមួយខ្ញុំគាត់គំរាមខ្ញុំទៀតតាំងពីដុតកៅអៅចោលអញ្ចឹងវាគ្រាន់តែជាឧទាហរណ៍តូចមួយដែលសង្គមមានឥទ្ធិពលទៅលើគ្រួសារនៅពេលដែលគ្រួសារក៏អត់ទាន់យល់ថានេះជារឿងធម្មជាតិហើយគ្រួសារគាត់នៅតែច្រឡំរវាងក្តីស្រឡាញ់កូនក្នុងនាមជាមនុស្សហើយនឹងស្រឡាញ់ចំពោះសង្គមនៅពេលដែលគាត់ព្យាយាមគិតអំពីអ្នកដទៃថាភាពខ្មាស់គេសង្គមមនុស្សស្រីគួរតែស្រឡាញ់មនុស្សប្រុសហើយសង្គមកំណត់ថាវាជាធម្មជាតិតែកំឡុងពេលដែលខ្ញុំនៅតែជាកូនគាត់ហើយអត់មានអ្វីផ្លាស់ប្ដូរសោះគ្រាន់តែការស្រឡាញ់របស់ខ្ញុំនឹងស្រឡាញ់មនុស្សស្រីអញ្ចឹងវានឹងមានអំពើហិង្សាកើតមានឡើងហើយមកពីសង្គមមកដល់គ្រួសារហ្នឹងមកដល់កូនហ្នឹងគ្រួសារខ្លះគឺស្រឡាញ់កូនទទួលស្គាល់កូនប៉ុន្តែនៅតែមិនហ៊ានចេញមុខការពារកូននៅមុខសង្គមហើយក៏មានរឿងមួយទៀតដែរដែលថាពេលហ្នឹងខ្ញុំចូលរួមក្នុងសកម្មភាពសង្គមណាមានបងមានអីដែលគាត់ជាប្រសង់ក៏គាត់សួរពេលដែលខ្ញុំដើរជាមួយមិត្តភក្តិខ្ញុំអញ្ចឹងប្រសង់លោកសួរថាចេះថាមិត្តភក្តិឯងស្រីឲ្យប្រុសគាត់ថាខ្ញុំប្រែថាមិត្តភក្តិឲ្យសួរខ្លួនឯងហើយឲ្យសួរខ្លួនឯងជួបលោកភាសាទៀតដើរទៅអញ្ចឹងមកអីដល់ពេលលោកអត់សួរតែដល់ពេលខ្ញុំដើរទៅភាសាទៀតអញ្ចឹងជួបលោកណាលោកប្រែពីចងាយហេស្រីឲ្យប្រុសហ្នឹងខ្ញុំអត់មាត់ទេខ្ញុំហើយខ្ញុំគិតថាប្រហែលមកពីលោកមិនទាន់យល់ពីព្រោះនៅក្នុងសូម្បីតែនៅក្នុងពុទ្ធសាសនាក្នុងជាដកដែលមានដំណើររឿងមួយនៃក្តីស្រឡាញ់ណាពុទ្ធលោកបានដំណើរមានរឿងដំណើរនឹងមួយថាគាត់ហ្នឹងមានបុណ្យកុសលមួយគ្នានៅពេលដែលមនុស្សម្នាក់គាត់បានកសាងក្តីស្រឡាញ់នៅជាមួយគ្នាជាប្តីប្រពន្ធហ្នឹងគាត់គឺមាននិស្ស័យរបស់គាត់បុណ្យដែលគាត់សាងជាមួយគ្នាបុណ្យល្អគាត់nóiគាត់ជួបណាអញ្ចឹងរឿងជាដកហ្នឹងមានឈ្មោះថាហំក្បាល2ក្នុងហ្នឹងដំណើរថាមានបរិះហើយស្ត្រីនោះគាត់សាងបុណ្យល្អច្រើនណាស់ហើយមួយមាននិស្ស័យជួបគ្នាធ្វើឲ្យគាត់ហ្នឹងមានចិត្តបតិគ្នាហ្មងឃើញមាននិស្ស័យហើយពាក្យខ្មែរថាមាននិស្ស័យគួរឲ្យរាប់អានគួរឲ្យស្រឡាញ់អីចឹងទៅអញ្ចឹងនៅពេលហ្នឹងគាត់បានរស់នៅជាមួយគ្នាហើយគាត់បានព្យាយាមធ្វើបន់កសាងកុសលបន្តទៀតហើយគាត់សងថាគាត់បានជួបគ្នាធ្វើជាប្តីប្រពន្ធរហូតដល់គ្រប់ជាតិបានប្រមាណជាតិចុងក្រោយមែនគាត់ជួបគ្នាមែន
គាត់ជួបគ្នាបានប្រហែលជាតិហ៎ចុងក្រោយជាតិចុងក្រោយជាតិមួយហ្នឹងគាត់កើតមកជាមនុស្សប្រុសដូចគ្នាគាត់កើតមកជាមនុស្សប្រុសដូចគ្នាគាត់រស់នៅជាមួយគ្នាchứហើយស្រឡាញ់គ្នាណាស់រស់នៅបាត់គ្នាអត់បានទេរហូតដល់ជាតិមកទៀតហ្នឹងរហូតដល់ជាតិមួយទៀតហ្នឹងគាត់កើតជាសបក្សីគាត់នៅតែជួបគ្នាទៀតអញ្ចឹងក្នុងដំណើរនេះបង្ហាញថាការមាននិស្ស័យរាប់អានគ្នាជាមិត្តភក្តិការមាននិស្ស័យរហូតដល់មាននិស្ស័យរហូតដល់ធ្វើជាប្តីប្រពន្ធនឹងគ្នាហើយស្រឡាញ់គ្នាហ្នឹងគឺជាបុណ្យកុសលមួយហើយនៅក្នុងបត្រៃ3ដកហ្នឹងក៏និយាយដែរថាអ្នកស្រឡាញ់គ្នាដូចគ្នានៅសិទ្ធិក្នុងការគ្រប់ប្រពុតហើយគ្រាន់តែគាត់គ្នាសិទ្ធិក្នុងការបួសអញ្ចឹងក្នុងសម័យប្រពុតហ្នឹងគាត់បានកើតឡើងតាំងពីសម័យហ្នឹងមកហើយបានឲ្យតម្លៃទៅលើពួកគាត់ទៀតដូចជាដំណើររឿងដែលខ្ញុំនិយាយអញ្ចឹងគឺតម្លៃនៃក្តីស្រឡាញ់ហើយនឹងបុណ្យកុសលរួមគ្នាអញ្ចឹងប្រហែលជាលោកមិនទាន់យល់ច្បាស់អំពីផ្នែកសាសនាហ្នឹងហើយក៏ប្រហែលជាលោកមិនទាន់យល់អំពីហៅថាស្គនផ្នែកហៅថាផ្នែកកំណត់នៃសិទ្ធិមនុស្សដែលសូជីហ្នឹងដែលជាភាពសាមញ្ញភាពធម្មជាតិរបស់មនុស្សហ្នឹងធ្វើឲ្យលោកយល់ច្រឡំអញ្ចឹងខ្ញុំអត់ខឹងនឹងគាត់ទេប៉ុន្តែគាត់ថាធម្មតាយើងមានអារម្មណ៍ថាប៉ះតិចឬច្រើនអញ្ចឹងអ្វីដែលពួកខ្ញុំនេះជាបញ្ហាមួយដែរវានៅឆ្ងាយដែរអញ្ចឹងដែលខ្ញុំធ្វើការរាល់ថ្ងៃហ្នឹងគឺជាយើងឈរជាមួយនឹងសកម្មជនផ្សេងទៀតហើយមនុស្សគ្រប់វិស័យដើម្បីបញ្ជ្រាបអំពីផ្នែកកំណត់ទាំងអស់ហ្នឹងហើយការពារគ្នាទៅវិញទៅមកហ្នឹងហើយបញ្ហាមួយទៀតហ្នឹងក៏បញ្ហាមួយដែលនេះដែរគឺនៅប្រទេសកម្ពុជាដូចយើងនិយាយចឹងគេចាប់ផ្ដើមធ្វើលើគម្រោងអ្នកផ្សេងដូចគ្នាមុនបំផុតគឺធ្វើទៅលើគម្រោង MSM Man Sick with Man បរោះខ្លាញ់បរោះហ្នឹងអញ្ចឹងគេផ្ដោតលើសុខភាព HIV អញ្ចឹងមានជាចំនួនមូលនិធិច្រើនដែលធ្វើទៅលើហ្នឹងសូម្បីតែបច្ចុប្បន្នហ្នឹងក៏ដោយចំពោះគម្រោងដែលធ្វើការទៅលើសិទ្ធិមនុស្សហ្នឹងមូលនិធិនឹងមានកម្រិតតាមពិតការងាររបស់ពួកយើងរាល់ថ្ងៃនេះគឺធ្វើចេញពីបេះដូងហើយខ្ញុំស្មោះត្រង់ក្រុមរបស់ពួកខ្ញុំហើយខ្ញុំនេះគឺលុយខ្លួនឯងទាំងអស់គ្រាន់តែថានៅពេលដែលយើងធ្វើការចេញពីបេះដូងឧទាហរណ៍យើងធ្វើបានលទ្ធភាពធ្វើចេញពីបេះដូងពីសកម្មភាពសមត្ថភាពរបស់យើងហ្នឹងយើងធ្វើបានត្រឹម 60% ឯងប៉ុន្តែនៅពេលដែលមានចំណូលមូលនិធិដល់ឲ្យពួកយើងអាចធ្វើបានរហូតដល់80 ឬ 90% នេះជាអ្វីដែលខ្ញុំនិយាយណាប៉ុន្តែទោះជាអត់លុយក៏ពួកយើងនៅធ្វើតែបើមានលុយវាកាន់តែប្រសើរក្នុងការធ្វើការអស់គ្នាទៅមុខទៀតហើយមួយទៀតហ្នឹងគឺតកតងនឹងខាងព័ត៌មានខាងបណ្ដាញព័ត៌មានហ្នឹងគឺនៅតែមានការផ្លំច្រឡំហើយនឹងការរើសអើងនៅឡើយជាទីហោក្រុមកំ pl ែងមួយចំនួនហ្នឹងគឺគាត់នៅតែប្រើអកប្បកិរិយានឹងការស្លៀកពាក់ឧទាហរណ៍គាត់ជាបរិសុទ្ធហ្នឹងគាត់ស្លៀកពាក់ជាស្ត្រីហ្នឹងដើម្បីលេងកំ pl ែងធ្វើគេសោចអញ្ចឹងបើមើលទៅអ្នកផ្លាញ់ភេទដូចគ្នាគាត់ជាមនុស្សសាមញ្ញធម្មតាតែហេតុអីក៏នៅពេលដែលគាត់នៅពេលដែលនៅក្នុង media នៅក្នុងទូរទស្សន៍ហ្នឹងបែរជាយកគាត់មកលេងដូចឆ្លុកកំ pl ែងព្រោះអ្នកខ្លះគាត់ធម្មតាដូចយើងចឹងចឹងការចេញទៅគាត់ធ្វើការនយោបាយក្រុមហ៊ុនគាត់ធ្វើការសម្អាតទៅពេលដែលយើងទៅនិយាយលេងនឹងគាត់គឺសាមញ្ញបំផុតហេតុអីក៏យកគាត់ទៅធ្វើជាឆ្លុកកំ pl ែងនៅពេលដែលគេហៅថាយើងម្នាក់ខ្លួនយើងយើងជាមនុស្សបែបណាយើងដឹងខ្លួនយើងហើយយើងខ្ញុំជាមនុស្សដែលយ៉ាងលេងសើចច្រើនដែរ float ពេលខ្លះក៏យើងស្ងៀមស្ងាត់ដែរគឺសាមញ្ញបែបហ្នឹងប៉ុន្តែនៅពេលដែលចូលទូទៅគេយកតួយើងទៅគេមិនមែនថាយើង friendly ទេគេថាមិនមែនយើងធ្វើជាតួយើងរុះរាយតែគេយកតួយើងហ្នឹងទៅជាអាឡែបអាឡប់ឈួតឡប់ទឹកកន្លះអមអាហ្នឹងបើយើងធៀបជាមួយមនុស្សសាមញ្ញតែគេយកតួយើងទៅលេងណាអញ្ចឹងវាមានការប៉ះពាល់ដែរហើយក៏បង្ហាញតែភាពអវិជ្ជមានទៀតឧទាហរណ៍
đầy nhung gì nó còn bài học của hay còn ha nếu tụi nó thiệt chớn họ miền can như vừa đào bao lại chân từ luôn cả bộ kia chân từ chứ qua bằng hai tập thiệt về chừng mình hai con bằng hai tập thiệt về chừng biết đó từ đây đã phải chạy được kia tiềnแต่tôi từ vĩnh nay phải theo đến cái điểm người sao mai chắc tôi thấp lời bộ cô là cả phải cam một thiệt bộ cô mẹ 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 khác mẹ quát ai tha quát rất nơi bằng được phanh phèn còn tay cứ chưa được bộ cô cả hai cái chia sẻ cam thiệt môi tiền kia họ nó pe để qua tập luyện cái bộ kì chúng ta qua tập không chơi tập luyện cái bộ kế còn tay quát vô lôi nó mà ấy chừng trăm cua xa quạt mà đai quạt trừ tinh nam mà đai quạt ổn chứ AK để quạt lôi cái bộ kế kia chỉ được không chụp mặt quạt thử tôi còn tay nó pe để quạt vô lôi năng nó chia ba chỉ người một đai hai lần cua xa không cho nên tàu phải nhiệt bọc quạt để đời cao một tục bọc quạt đó nhé chắc là cao một hiệp nó ta dân cô đã ơi mày có được quạt như chim đúng rồi nè cái muối cái chỉ được một cô cái mình chỉ được còng bọn này phải thay đổi kia thì tivi mình đúng rồi nè nó quạt miên sẽ cam hiệp xây theo hướng sai bật bọc quạt hay sẽ cam một hiệp muối bọc quạt ai chỉ được khóc như tôi có tập quạt khó chứ bác rồi nó có thể tôi khóc rồi tay bật cam hai bật cam hiệp nằng chia cam hiệp đại con tay miên chùm rực hai nằng chui nè độc tây chui cô xa bọc quạt tay nhưng cô ta ơi lại cho lừa cam hiệp nằng đôi mình ơi còn đặc sưng quạt lừa cái bố nó mình được lọt rồi nó về là dân chữ O từ đó mình đúng mình nè dân chữ O nó ta một này đâu mà kê và nhung pra đai mà riêng nuôi tới chữ O bong là tiêu không chữ O bong chứ á bong thì rì bong ngày xa ta đi trước cái này nó xa bà mơ ta mặc đây đó ai ta chữ O trong mốt đó mốt A O đâu thì mốt còn ta ta mất bong thì rì mình nên tình mốt hay một nè cứ mấy này phê tiền cái chuyện tiêu ho thôi là sao mình chẳng nhung sùng khâm đặt ba nhà ha ba chợ bón nó cứ rương mi đi rồi cọt đau tờ lơ tại khi bạn với chị miền bao nẹt lại khi được nía hai phập file phụ phập file trên lẹ nè insa mẹ tha thôi passport đọc này plei chọn plei rồi bao nẹt lại khi được nía này hai vía passport tập đó cruise xa bao nẹt lại khi được nía trong phòng này hai nó pe đại cọt nhưng đang ở tập quân này tập quan phập phai thì thốn mà chắc vì passport đó sủng cung tiền sủng cung rồi nè chật khang chắc nó pe đại việc đo tại phía bạn với chữ miền đo sủng cung đo nè chật khang bọn nè phải được kia nó quát đã phân biết ai qua pha nè phải được kia và tao mà nè phải được kia đã phân biết ai nè phải được kia đại dương ca nghe dân đại phô ra ngay cho cầm chốn cứ cho một mình ca pia ta nè phải được kia bên đây nhưng mà ca pia qua pha còn đây hai dân ca pia mình cục đây tụi tôi ca rồi hay nặng bơ làm sao cục bột chân như chiều vậy để mình sọc chân cao mà thế chốt hợp thì cam với bắt vì sau đấy đại thôi chia sẻ cam mà chân bọc nè krom nè slang phải được kia hái nó pe là nó pe để dân thôi cao phía tới bắt sau nó thôi dân chu chặt khăn mày tên không chỉ vật cư mà chia nó phải đặt bàn mà lọc miền ấy chu chặt cũng thành bán nhưng gì mà mặn tới chỉ vật chứ rừng miền rừng cho ra nhóm tam tất nhiên một tam lộ vậy ban chờ này còn tay con là tha chưa rương mùi luôn ai nhau tầm miền bạc đồn á cũng bị ụt phải có rê đang giọt bàn này chỉ rương tội mua gì cả nắng khang du ăn ếch ban phơi ca tăng bị co phơi bột nơi cả lại nhà IFR hay nên cái xu ngọc đông nên cái xu ngồi trốn tao trốn này chỉ cả môi sầm rạp LGBT đại dương cồn nó bây giờ đại dương châu chụp này luôn được không cục bị say được nó hay ban tay cái xuông tiền hay ban phượng bù tiệt thuốc đang tất bọn sao như nhập tao ban phượng bù thôi chứ về năm nhung cồn viện và tao phải ôm tắc
hay mật rôm cả nghe tụi bác còn bộ là còn trên thực khéo là còn được thực hay trước anh biết là cái con phơi rừng đang nghe trong cái nhục đọ phải rồi hay nhung từ phơi rừng nừng tại miền ca control pin nhẹ để con chỉ mật hệ để con nở nừng đã tay con châu roman pin mình mà vẫn tay con chơi bàn trang tay như thời cả nhung lịch chứ nhung đặc non chừng chứ nhung đọ phải rồi từ phơi về mà bật kì nhung phơi ở dưới tầng ca vẫn chung phơi hàng xa nơi là riêng là cô nè lại phải được biết nhưng mà xa cho đang bị xa chân ông lễ mày hay nhung liên cả cùng phơi môi nó về là nhung cho tung chiết á nhung cho tung chiết là lại phải được miệng tung chiết ăn từ nụ nữa đó nên buộc mấy nó về nhung hai qua xong rồi qua phơi campaign nên là gọi can xa năng muối hay dùng thọt mùi tung chiết này hay nhung số thật chứ mấy cậu đăng tha nè sải mấy cậu thằng hạ bu nó bu phần làm nè sải về được nè có tha còn mơ tông chuyện có tha khơi một ảnh bây giờ chỉ riêng một hôm là xa mai ngôi đại dương tha dương học viên lôi cả cơ dương chừng này luôn ai sao có thể dương sao dương đọ phở hôm chừng còn tay dương ban vừa vậy đại dương trong phở hay dương ai vừa bàn chứ việc con ta chỉ thì ho mùi để nhung ban với nhung ở ta bất như cách tha vì chỉ đừng tôi còn tay và dương mơ tới bà dương mình phớ rương tôi như bạn cao đây chứ không chứ không trong cái thì cam bên ấy trong gì từ căn mẹ lạnh thì được kia được có thả không được có cục ở đây vậy trong cao ní cái nhung miên ca trong vậy sao nè nhung sùng khâm tha nẹt lạnh phải được kia quạt nương ai chia sẻ công là quạt biết sầm lấy tay rồi có biết sầm lấy sao để nhung ai thì quạt đi tập bộ mau nâng tặng vì nẹt pra nam viên tặng nẹt là quạt cao thiệp tặng nẹt là quạt rô nơ thì mùi nâng mì rục e tặng nẹt là quạt rô nơ nâng cục hay là nẹt phê thịt của ma phê thịt nâng quạt ai từ tua ban sẽ vào phòng cung lưu cực biệt thay chủ tịch vào phòng cung biết cho các ba bè giao thông có giờ đôi chỉ thôn phê bàn tay bà dương bỏ ba sầm ánh thế tôi chỉ sứt rồi thiệp mà thiệp nì tầng nông này ấp rôm quạt chỉ sao quạt mình sứt nông ca từ tua cả ấp rôm hai nông miên ca được ai thì krum riêng đừng mất hẹn quạt chia bậc lực mà nè quạt miếng smart phim quạt cô từ trật ban kia group quạt cô từ trật ban kia từ tuột vượt cả quạt trên nhẹ chừng ngư mình nè để quạt từ tuột vàng cam này sọc phim mà chứ doctor rồi có bậc lực ở nơi nước nông nó cô ta đo đầm lại còn đôi mình bay chạy quạt đời xa tài gen đời bậc quạt đời xa tập hệ bậc quạt đời xa tập qua phòng coi cụ xa hơn thành nặng bậc quạt không niềm quạt hay quạt chỉ được phép quạt cô từ từ ban từ tua cá pìa nơi chụp một chụp bằng ở smart thiệp clear đẹp ở nơi cầm nặng pê ở đây từ tia ho than rương môi đại tệ tông cá đẹp pìa sọc chụp bạc này lời chụp bạc đấy nó pê ở đây khả năng đây mình nút phên tiết đây bỏ đó phải lạnh stray phải lạnh bỏ đó nó con ai đẹp pìa sọc chụp bạc theo từ tua score vì chụp ba hay là ở nhà thô phong phẳng cạn nâng sống cùng trước này làm phết ấy có chụp này muối nơi nóng phòng cung nâng đài trước quát cô ta từ tụ băng cao của hàng khu cao từ quả và quát bất chỉ phải lánh kia mền ở miếng cả bằng khẩn bằng khỏm hai nâng trai cà phê đời phao giáo này chụp bạc nơi bên này quát luôn nơi người kia nơi bên này quát lạnh nhạt nhẹ đôi chùm nước phên kiên trở chụp phết nơi bên này miên bọt mở miên ấy nơi bên là miền cả chặt cả đã không khen ấy cô ta cất các quạt vô the vô tiêu ho thay nhưng chim một phơi chứ ta chặt mình chụp bọc còn tay nơi bên là quạt đặt nơi không không khen thì mới能 bảo vì ai miền cả bị chôm ra bị cố đáng ngắt có giờ là tôi qua tha hết đi cầm nào bao nhiêu nữa chụp hết nhì đây chụp hết say để đâm vì chỉ sao vào bị nhí đấy nên là trước bên nơi ta miền cả bị chôm với hàng xa cả là hay nộp về đại nông ca hai sạch nông ca từ tua ban đi thò từ tua một cho bạn nữa
chứ qua ca từng vơ từng óc đại phương được phụ nhất cứ mình mến cao trên thì cao được ai cao đang chay krong này ấy krong mà krong cái họ được đã này tới nó krong Facebook kia chớn ta luôn kia đừng chứ krong mong co xong mình sọc sòng cúng chứ như chị kia họ được pha manh môi đài sòng khâm tha krong lại phải cái được kia hay là krong phên kia này có mấy mấy cái ai từตัวban phải baของcungมันอยู่พอของcung smart ผิดគ្នាវាមិនណាយដូចគ្នាបានទេព្រោះមនុស្សម្នាក់ៗក៏មានតម្រូវការនិងបរិបទខុសៗគ្នាឧទាហរណ៍អ្នកផ្លាញ់ភេទដូចគ្នានៅពេលដែលយើងទំនាក់ទំនងប្រព័ន្ធប្រើពាក្យនេះអាចប៉ះគាត់តែគាត់ពិការភាពប្រើពាក្យនេះឬក៏សកម្មភាពនេះអាចប៉ះគាត់ឧទាហរណ៍គឺធម្មតាអ្នកពិការចង់ឲ្យគេគោរពដូចគ្នាគាត់មិនមានន័យថាគាត់ចង់ឲ្យយើងជួយគាត់គ្រប់យ៉ាងគាត់ថាគាត់អាចពឹងខ្លួនគាត់បានអញ្ចឹងយើងក៏យើងចង់ជួយគាត់ប៉ុន្តែនៅពេលយើងប្រើអាកប្បកិរិយាឬក៏ពាក្យសម្ដីណាខ្លះគឺប៉ះគាត់ឆែកតម្រូវការគាត់វាខុសគ្នាដូចគ្នាអញ្ចឹងវាមិនមែនដូចទេមានតែស្មើភាពគ្នានៅពេលដែលឧទាហរណ៍នៅពេលដែលយើងទទួលបានសិទ្ធិក្នុងការអប់រំទៅសាលារៀនទៅបានដូចគ្នាប៉ុន្តែវាមានលក្ខខណ្ឌខុសគ្នាអ្នកដែលពិការភាពគាត់ត្រូវការជំរាបឬការនឹងលក្ខខណ្ឌផ្សេងទៀតដើម្បីជំរុញគាត់រៀនមួយទៀតក៏ចង់ឲ្យឪពុកម្ដាយអាចទទួលស្គាល់កូនក្នុងនាមជាកូនម្នាក់ជាមនុស្សម្នាក់សហគមន៍ឬក៏សង្គមដែលរស់នៅនឹងអាចទទួលស្គាល់គ្រួសាររបស់អ្នកស្លាញ់ភេទដូចគ្នាជាគ្រួសារមួយដ៏សាមញ្ញដែលគ្មានការដាក់សម្ពាធឬមើលងាយទៅលើគាត់ហ្នឹងហើយសង្ឃឹមថាខាងប្រព័ន្ធមីឌាប្រព័ន្ធព័ត៌មានផ្សព្វផ្សាយហ្នឹងគាត់អាចពំនាំនៅភាពវិជ្ជមានផ្នែកភាពវិជ្ជមានរបស់អ្នកស្លាញ់ភេទដូចគ្នាបើមានមកផ្សព្វផ្សាយដូចគ្នាយើងពេលដែលយើងស្ដាប់ពាក្យហ្នឹងហាក់ដូចជាលំអៀងមកពីអ្នកឯងអ្នកស្លាញ់ភេទដូចគ្នាបើអ្នកឯងចង់ឲ្យខ្ញុំចុះផ្សាយតែរឿងភាពវិជ្ជមាននោះតែសួរត្រឡប់មកវិញតើនៅក្នុងខ្សែជីវិតរបស់មនុស្សម្នាក់ៗហ្នឹងមានតែភាពអវិជ្ជមានវាប្រកបតែវាអ្នកស្លាញ់ភេទដូចគ្នាមានជីវិតសាមញ្ញមួយដូចគ្នាអញ្ចឹងក៏មានភាពអវិជ្ជមាននិងភាពវិជ្ជមានអញ្ចឹងហេតុអីក៏អ្នកឯងផ្សព្វផ្សាយតែរឿងអវិជ្ជមានមិនមើលឃើញភាពការពិតនៃភាពវិជ្ជមានជីវិតវិជ្ជមានរបស់គាត់ហើយមួយទៀតនៅក្នុងសង្គមហ្នឹងក្រែងថាចង់ផ្សព្វផ្សាយឬចង់ឲ្យមានភាពសន្តិភាពនិងសុភមង្គលអញ្ចឹងភាពតែសន្តិភាពសុភមង្គលខែងក្តីស្រឡាញ់ការគោរពគ្នាការអធិស្ឋានឲ្យគ្នាប៉ុន្តែដល់ពេលអ្នកឯងមានទន្ទឹងក្នុងការផ្សព្វផ្សាយបែរជាផ្សព្វផ្សាយតែរឿងអវិជ្ជមានភាពរើសអើងការបែងចែកព្រោះតែមានការបែងចែកហ្នឹងហើយបានបង្កឲ្យមានថាសង្គ្រាមមកន័យថាការស្អប់អ្នកឯងក្រក៏មកឈរក្បែរខ្ញុំខោអើក៏មកឈរក្បែរខ្ញុំតែខ្ញុំមានជីវិតមួយដូចគ្នាតាខ្ញុំមានមាត់ហូបបាយខ្ញុំមានដៃខ្ញុំពឹងលើដៃខ្លួនឯងខ្ញុំទៅរកចិញ្ចឹមជីវិតខ្លួនឯងអ្នកឯងមានដៃអ្នកឯងប្រើដៃអ្នកឯងទៅខ្ញុំមានដៃខ្ញុំប្រើដៃខ្ញុំហើយក្នុងអ្នកក្នុងពិភពលោកខ្ញុំឈរលើដីនឹងដូចគ្នាតែអ្នកឯងឈរលើដីនឹងដូចគ្នាអ្នកឯងកើតមកលើពិភពលោកដូចគ្នាហើយអីក៏អ្នកឯងមានសិទ្ធិឈរកន្លែងនេះខ្ញុំមានសិទ្ធិឈរខ្ញុំមិនមនុស្សមានឯងមនុស្សអញ្ចឹងគឺជារឿងសាមញ្ញមួយដែលដូចគ្នាតែថាសង្ឃឹមថាខាងប្រព័ន្ធផ្សព្វផ្សាយហ្នឹងគាត់អាចពំនាំនៅភាពវិជ្ជមានរបស់អ្នកស្លាញ់ភេទដូចគ្នានឹងក្រុមដែលគាត់មានចំណេះភាគតិចដើម្បីលើកកម្ពស់និងជំរុញឲ្យមានសន្តិភាពនិងក្តីស្រឡាញ់ហ្នឹងទៅឲ្យមនុស្សគ្រប់គ្នាមានអីផ្សេងទៀតចង់បន្ថែមទេគីឡូអូចំណុចខ្លះគិតថាហ្នឹងវាល្អសម្រាប់ចែកចំណែកដល់មនុស្សដទៃទៀតប៉ុន្តែបងអត់បានស្គាល់
អត់មានអីទេហើយមួយទៀតឃើញថាអ្នកឆ្លាញ់ភាពដូចគ្នាទាំងអស់ហ្នឹងខ្ញុំដឹងអារម្មណ៍គាត់អារម្មណ៍នៅពេលដែលគាត់ចាប់ដើមស្វែងរកខ្លួនឯងគឺមានអារម្មណ៍ថាឯកោនៅពេលដែលគាត់ជាមនុស្សដែលមិនសូវបានប្រឡូកក្នុងសង្គមឬក៏អត់ទាន់យល់ពីសង្គមជុំវិញហ្នឹងណាគឺគាត់មានអារម្មណ៍ឯកោហើយគាត់មានអារម្មណ៍ថាខ្លួនគាត់ហ្នឹងហេតុអីក៏កើតមកខុសគេអញ្ចឹងតែប៉ុន្មានទេព្រោះតែគាត់អត់យល់ពីខ្លួនគាត់ក្នុងនាមជាមនុស្សម្នាក់ណាគាត់តែងតែគិតពីអ្នកផ្សេងសង្គមថាអ្នកឯងខុសហើយអត់ត្រូវស្រឡាញ់អញ្ចឹងទេមិនទៅស្រឡាញ់គ្នាដូចគ្នាឪពុកម្ដាយចិញ្ចឹមគាត់មកក្នុងនាមជាមនុស្សដែលស្រឡាញ់ភាពផ្ទុយគ្នាប៉ុន្តែវាជារឿងជាក់ស្ដែងដែរដែលគាត់នឹងកើតមកគាត់បានកំណត់អត្តសញ្ញាណ gender របស់គាត់ហើយថាគាត់មានអាកប្បកិរិយាបែបនេះគាត់ចូលចិត្តបែបនេះគាត់អត់ស្ដីគេខ្លះហើយនឹងស្រឡាញ់មនុស្សប្រភេទណាហើយស្រឡាញ់មនុស្សប្រុសឬក៏ស្រីគេគាត់ផ្លត់ខ្លួនគាត់ដឹងអត់ហើយអញ្ចឹងសង្ឃឹមថាគាត់កុំធ្វើទៅតាមគេកុំយកជីវិតរបស់ខ្លួនឯងហ្នឹងទៅរស់ដើម្បីគេរួមទាំងគ្រួសារយើងផងដែរពីព្រោះថាហេតុអីបានអញ្ចឹងបាននិយាយពាក្យថាគ្រួសារយើងក៏ជាអ្នកដទៃសាមញ្ញបំផុតនៅពេលដែលយើងឈឺឪពុកម្ដាយយើងស្រឡាញ់យើងនៅក្តៅប្រព័ន្ធអាចនឹងឈឺជាមួយខ្លួនបានយើងដូចគ្នាពេលដែលឃើញឪពុកម្ដាយឈឺស្រក់ទឹកភ្នែកយើងបាក់ចិត្តដែរប៉ុន្តែយើងនៅតែមិនអាចទៅស្រក់ទឹកភ្នែកជំនួសគាត់អូម៉ាក់ជប់សិនតើខ្ញុំស្រក់ជំនួសម៉ាក់ជប់សិនខ្ញុំឈឺជំនួសវាមិនអាចចឹងបុគ្គលម្នាក់នេះគាត់ជាអ្នកទទួលខុសនឹងត្រូវសម្រាប់សារជីវិតរបស់គាត់អញ្ចឹងសង្ឃឹមថាអ្នកស្វែងភេទដូចគ្នាទាំងអស់គាត់អាចគិតឡើងវិញកុំឲ្យមានអារម្មណ៍ថាធ្វើដើម្បីគ្រួសារធ្វើដើម្បីសង្គមប៉ុន្តែបែរជាបោះបង់ជីវិតខ្លួនឯងអាចគិតបបភាពវិជ្ជមានថាគោលបំណងយើងយល់មើលទៅវិញថាតើគោលបំណងគ្រួសារឪពុកម្ដាយរបស់យើងគឺចង់បានអីចង់ឲ្យកូនមានសេចក្តីសុខចង់ឲ្យកូនមានអនាគតល្អនឹងជាអ្វីដែលគាត់និយាយចង់កូនមានសុខភាពល្អជាការពិតហើយវាជាការពិតហ្មងសួរ100នាក់គឺទៅ100នាក់អញ្ចឹងយើងទៅមើលគោលបំណងគាត់វិញអញ្ចឹងបើយើងធ្វើតាមគាត់ព្រោះគាត់ថាក៏នឹងគោលបំណងពិតរបស់គាត់ប៉ុន្តែដល់ពេលគាត់បង្ខំឲ្យយើងឆ្លាញ់ភេទផ្ទុយគ្នាដោយសារតែសង្គមដោយសារតែអ្នកដទៃឯងអញ្ចឹងយើងសួរត្រឡប់ទៅយើងសួរត្រឡប់មកខ្លួនឯងវិញទៅពេលយើងដឹងពីគោលបំណងពិតប្រកបរបស់ឪពុកម្ដាយក្នុងចិត្តកៅអៅបេះដូងរបស់គាត់ឆ្លាញ់យើងគឺចង់បានតែអញ្ចឹងឯងអញ្ចឹងដល់ពេលដែលយើងធ្វើកម្មគាត់ដែលគាត់ធ្វើតាមផ្នែកកម្រិតសង្គមដើម្បីគេតែមិនមែនដើម្បីយើងអញ្ចឹងចុងក្រោយយើងពិបាកចិត្តយើងអត់សប្បាយចិត្តយើងអត់មានសុភមង្គលអញ្ចឹងវាខុសណាគោលបំណងកៅអៅបេះដូងគាត់ដែរគាត់យើងយល់ច្បាស់ថាធម្មជាតិនៃក្តីស្រឡាញ់របស់ឪពុកម្ដាយគឺចង់បានបែបហ្នឹងប៉ុន្តែដោយសារតែការអប់រំពីសង្គមធ្វើឲ្យគាត់ហ្នឹងចូលខុសមកលើយើងធ្វើខុសមកលើយើងប្រើក្តីស្រឡាញ់ខុសជួបបាយខុសដែលតាមមធ្យោបាយក្នុងការស្រឡាញ់យើងខុសនិយាយចេះវិញអញ្ចឹងយើងត្រូវតែមានភាពតស៊ូហើយបញ្ជាក់ប្រាប់គាត់ថាខ្ញុំជាកូននៅតែជាកូនល្អខ្ញុំនឹងមានសុភមង្គលខ្ញុំនឹងមានមោទនភាពចំពោះខ្លួនឯងហើយនឹងធ្វើគាត់មានមោទនភាពដូចគ្នានៅពេលដែលខ្ញុំជ្រើសរើសធ្វើជាខ្លួនឯងនឹងនៅថ្ងៃមួយគឺយើងបង្ហាញគាត់ប្រាប់គាត់បែបហ្នឹងហើយតែជឿថាវាមិនមែនធ្វើក្នុងមួយថ្ងៃបានទេវាមានរយៈពេលវែងតទៅទៀតអញ្ចឹងសារជីវិតដ៏វែងនេះយើងនឹងប្រើវាឲ្យមានតម្លៃតែបង្ហាញប្រាប់គាត់អញ្ចឹងជាចុងក្រោយនៅពេលដែលគាត់បានឃើញទាំងអស់ហ្នឹងចុងក្រោយគឺគាត់នឹងមិនសោកស្ដាយក្នុងការទទួលយកយើងទេហើយគាត់នឹងចាប់ផ្ដើមគិតថាហេតុអីក៏គាត់ទៅធ្វើដើម្បីអ្នកដទៃចាំអរគុណច្រើន ថ្ងៃស្ដាប់ខ្ញុំក៏អត់ទេបង